មកបងប្អូនយើងសប្បាយរីករាយទាំងអស់គ្នាថ្ងៃនេះនៅកសិដ្ឋានបឹងជង្រុកដែលចូលឈ្នះអត់មានអីអត់បានព្រៀងទុកទេប៉ុន្តែលោកពូម្នាក់គាត់បានជិះម៉ូតូលក់អាហារចំណីឥឡូវហៅគាត់មកម៉ៅនៅក្នុងនឹងមានពោតដោះកំបោរមានតាប៉ែមានទឹកសណ្ដែកនិងមានចាហួយអញ្ចឹងថ្ងៃនេះបាទបងប្អូនយើងនៅក្នុងកសិដ្ឋានបឹងជង្រុកដែលចូលឈ្នះទាំងអស់បាទបងប្អូនណាចង់ចាហួយក៏មកយកចាហួយទៅបងប្អូនណាចង់ហូបតាប៉ែពិសាតាប៉ែក៏យកតាប៉ែបងប្អូនណាចង់ទទួលទានទឹកសណ្ដែកក៏ទឹកសណ្ដែកបងប្អូនណាយកពោតដោះកំបោរពោតដោះកំបោរអញ្ចឹងទៅនេះហើយជាសេចក្តីសុខរបស់យើងខ្ញុំដែលជាមន្ត្រីចុះមូលដ្ឋានហើយបាននៅជាមួយបងប្អូនប្រជាពលរដ្ឋនេះចុងសប្តាហ៍មិនថាចុងសប្តាហ៍ទេឲ្យតែយើងមានពេលវេលាហើយបាននៅចិត្តគ្នាបង្កើតទំនាក់ទំនងបង្កើតមនោសញ្ចេតនាជាមួយគ្នាអនុគ្រោះឲ្យគ្នាហើយសាងអំពើល្អឲ្យគ្នាទៅវិញទៅមកនោះហើយគឺជាគុណធម៌ជីវិតការដែលបង្កើតទំនាស់ការដែលបង្កើតសត្រូវការដែលបង្កើតការមូលបង្កាច់បង្ខូចលៀបពណ៌វាអត់ចំណេញអីដល់ជីវិតទេវាធ្វើឲ្យយើងឆាប់ចាស់វាធ្វើឲ្យយើងឆាប់ខឹងវាធ្វើឲ្យយើងឆាប់មានបញ្ហាអញ្ចឹងហើយវាអត់ចំណេញអីទាំងអស់ហើយជឿចុះថាពិភពលោកនេះដោយគ្រួសារតែមួយអញ្ចឹងបង្កើតការស្រឡាញ់ដល់បងប្អូនយើងគ្រប់គ្នាទាំងអស់ដល់មនុស្សគ្រប់គ្នាទាំងអស់យើងនឹងទទួលបានការស្រឡាញ់ពីមនុស្សគ្រប់គ្នាមកកាន់យើងវិញចាក់ជាមិនខានឡើយទាំងអស់នេះគឺជាទស្សនវិជ្ជានៅកសិដ្ឋានបឹងជង្រុកដែលចូលឈ្នះស្ថិតនៅក្នុងតំបន់អភិវឌ្ឍបឹងជង្រុកដែលចូលឈ្នះថ្ងៃនេះ